Hello គិតទៅជីវិតកាលនៅពីក្មេងខុសពីឥឡូវហើយក៏ដូចជាបននេះដែរខ្ញុំគ្រាន់តែចង់បង្ហាញពីអារម្មណ៍ខ្លះក៏ដូចជារំលឹកនៅអនុស្សាវរីយ៍ចាស់ពីមុនហើយខ្ញុំសង្ឃឹមថាមិត្តភក្តិរបស់ខ្ញុំទាំងអស់គ្នាកាលនៅពីក្មេងគាត់នឹងបានស្ដាប់ឮអូខេ Listen សាជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលាកុំលេងដីនាំទុំភ័យដល់យើងក្រុមគ្នាក្រុមវេលាទៅប្រើថាគូមក Listen កាលពីខ្ញុំទៅក្មេងខ្ញុំចេះចិត្តរៀងបត់នឹងតែនៅចាំបានឬទេនៅជីវិតបានថតសរសើរឲ្យតែម៉ោង12មិនទាន់ទៀងកាតារត់ទៅសាលាដើម្បីបានជួបជុំមិត្តភក្តិនិយាយពីរឿងតុក្កតាគ្មានអីពួកខ្ញុំអួតតែពីរឿងហ្នឹងដល់និយាយមិនចូលគ្នាតាំងឆ្លោះតាំងខឹងពេលដែលខ្ញុំពេញនិយមប្រើនៅជំនាន់នងហើយចាំមើលតាក្អូនឲ្យឈប់លេងចូលឯងហើយខ្ញុំនៅបាត់ធំឬមួយដែលខ្ញុំស្គាល់ជាងគេរៀនមួយថ្ងៃ6ម៉ោងមិនដែលឃើញមានម៉ោងលៀបនោះទេមានតែគ្រូម្នាក់គាត់បង្រៀនមិនឲ្យរូបខ្ញុំទំនេរនៅក្នុងចិត្តខ្ញុំខឹងដែរតែមិនដឹងជាធ្វើល្មិចមានតែខំពឹងធ្វើល្បិចឈឺក្បាលនៅក្តៅខ្លួនប្រាប់គ្រូថាវិលមុខនៅមកសុខចង់ទៅផ្ទះដល់ពេលគ្រូអនុញ្ញាតស្វាងដូចគេចាប់ផ្ទះរៀបសៀវភៅលឿនដូចរួនចាស់ពីរបស់សាលារបស់ខ្ញុំជាស្រាជានិញយើងកុំភ្លេចទៅសមអាកាយទាំងពេលគេពេលញ៉ាំបាយសមអាកាយមុនទៅសាលានាំទុំភ័យដល់យើងក្រុមគ្នាត្រូវតែសាក្រុមវេលាទៅប្រើថាគូមកគុំលូតែពេលនេះខ្ញុំធំវ័យគ្រប់យ៉ាងមិនដូចពីមុននោះឡើយមានតែបទចម្រៀងមួយនេះដែលខ្ញុំខំតែងវាទាំងផាត់ផាយច្រៀងអាឡៃអាឡូក៏វ័យក៏វោឌីសៃក៏វត្តក៏ពិតលោកខែបាំងឆាត់ហេតុអីទៅជាឆាត់បាំងលោកខែទៅវិញខ្ញុំលោលេងទេចាប្រធានលេងទេហើយសូមផ្ញើជូនមិត្តនៅថ្នាក់ចិត្តខ្ញុំផងដែរពី David ប្រុសស្អាតតែអ្នកនៅចាំបានទេថ្នាក់ទី6ខសាលាអត់ដល់កំពង់ចាមយើងហ្នឹងសូមបញ្ជាក់ទេឆ្នាំសិក្សា2006-2007តែពេលចូលវិទ្យាល័យក្រុមយ៉ាងក៏ត្រូវដើមជាថ្មីបាត់ដំបងដីថ្មីសម្បូរដោយក្តីស្រឡាញ់សេចក្តីអាណិនពេញចិនចេញពីក្នុងបេះដូងសង្ឃឹមថាមិននឹងស្ដាប់ឮសេចក្តីនឹករលឹកពីខ្ញុំតាមចម្រៀងមួយដែលរំដំជូនពរឲ្យមិត្តជួបតែសំណា